ចឹងសម្រាប់វីដេអូនេះខ្ញុំបង្ហាញពាក់ព័ន្ធជាមួយនឹងការបញ្ចូលវត្តមានអញ្ចឹងការបញ្ចូលវត្តមានយើងចូលម៉ឺនុយទី2ណាដូចរូបដែលខ្ញុំបានបង្ហាញនេះគេដាក់ពាក្យថាបញ្ចូលអវត្តមានណាអញ្ចឹងយើងចុចបញ្ចូលអវត្តមានបាទអញ្ចឹងយើងចូលទៅក្នុងនេះហើយវាមានបង្ហាញដូចយើងបញ្ចូលបន្ទុកដែរទេគឺយើងជ្រើសរើសថ្នាក់បាទថ្នាក់ណាដែលយើងត្រូវការបញ្ចូលវត្តមានហ្នឹងបាទអ្នកណាមកខ្លះមិនមកខ្លះយើងបញ្ចូលអវត្តមានមកគាត់បាទតាមទៀតមុខវិជ្ជាតើយើងបង្រៀននឹងមុខវិជ្ជាណាបាទយើងរើសមុខវិជ្ជាបន្តមកទៀតថ្ងៃខែចុះអវត្តមានអញ្ចឹងតើអវត្តមាននេះយើងចុះសម្រាប់ថ្ងៃណាខែណាអញ្ចឹងណាអញ្ចឹងបើសិនជាក្នុងថ្ងៃហ្នឹងតែម្ដងយើងអត់ចាំបាច់ដូរអីទេតែបើសិនជាថ្ងៃផ្សេងយើងអាចដូរបានយើងចុចទៅយើងអាចដូរថ្ងៃខែទៅថ្ងៃណាផ្សេងបានតែបើសិនជាអត់មានខុសពីថ្ងៃដែលយើងចុះហ្នឹងទេយើងចង់ចុះថ្ងៃហ្នឹងតែម្ដងអញ្ចឹងត្រង់នេះគឺមិនចាំបាច់ផ្លាស់ប្ដូរឬប៉ះពាល់អីវាទេណាអញ្ចឹងឡើងវិញទី1រើសថ្នាក់ទី2រើសមុខវិជ្ជាតមកទៀតថ្ងៃខែនេះអាចរំលងបានបើសិនជាចុះថ្ងៃហ្នឹងណាហ្នឹងហើយអូខេអញ្ចឹងបន្ទាប់ពីយើងរើសប៉ុណ្ណឹងរួចរាល់ហើយយើងទាញមកក្រោមដោយបន្ទុកដែរទៀតយើងនឹងឃើញឈ្មោះសិស្សបាទសិស្សទី1ទី2រហូតដល់ចប់ណាអញ្ចឹងបន្ទាប់មកយើងមើលថាតើសិស្សណាដែលអត់បានមករៀនអញ្ចឹងយើងគ្រាន់តែ tick យកណាអញ្ចឹងសិស្សមួយណាដែលអត់បានមករៀនណាអញ្ចឹងក្នុងនេះខ្ញុំឧទាហរណ៍ថាឥឡូវសិស្សគុណម៉ូនីកានេះចុះគាត់អត់មករៀនយើង tick យកបាទអ្នកណាទៀតបាទឈុនអ៊ីនេះចុះបាទអញ្ចឹងឈុនអ៊ីនេះគាត់អត់មករៀនដែរបាទឈុនអ៊ីសៀននេះបាទអ្នកណាផ្សេងទៀតយើងរើសបានទៅតាមហ្នឹងអ្នកណាឈប់ខ្លះយើងចុច tick តាមហ្នឹងណាអញ្ចឹងអ្នកដែល tick គឺអត់មករៀនអ្នកដែលអត់ tick គឺមករៀនណាហ្នឹងអញ្ចឹងយើងចូលអវត្តមានអញ្ចឹងអវត្តមានគឺអ្នកអត់មកអញ្ចឹងយើង tick តែអ្នកអត់មកទៅប៉ុណ្្នឹងណាបន្តទៀតយើងទាញទៅក្រោមឲ្យផុតទៅគេមានពាក្យថារក្សាទុកអញ្ចឹងយើងគ្រាន់ចុចរក្សាទុកទៅអញ្ចឹងគេបានបង្ហាញយើងហើយថាយើងបានចុះវត្តមានហ្នឹងចុះអវត្តមានហ្នឹងរួចរាល់ហើយអញ្ចឹងណាហ្នឹងអញ្ចឹងប៉ុណ្ណឹងយើងនឹងឃើញមានតារាងគេបង្ហាញតែម្ដងអញ្ចឹងយើងបានចុះរួចរាល់ហើយថ្នាក់ទី 9A មកជាគណិតចុះដោយអ្នកគ្រូធុចានីអញ្ចឹងទៅវត្តមានហ្នឹងតើវត្តមានថ្ងៃណាណាហើយសិស្សប្រហែលអ្នកដែលបានអត់មករៀនហ្នឹងគឺវាចុះឲ្យស្រាប់ណាហ្នឹងហើយសរុបស្រីបានប្រហែលហើយតែម្ដងអញ្ចឹងសម្រាប់ការចុះតែប៉ុណ្្នឹងទេបន្តមកយើងបិទកម្មវិធីចោលទៅរៀបរយហើយ